បាទសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំមានជាចំណុចមួយដែលខ្ញុំគិតថាតើយើងគឺជាអ្នកកំណត់ទៅលើប្រាក់ខែរបស់យើងឬក៏ក្រុមហ៊ុនជាអ្នកកំណត់ឲ្យយើងអញ្ចឹងពីរនេះគឺខុសគ្នាមានន័យថាបើអ្នកទាំងអស់គ្នាគិតថាយើងមានសមត្ថភាពយើងគ្រប់គ្រាន់យើងអាចនឹងកំណត់បានថាយើងចង់បានប្រមាណអញ្ចឹងទៅណាបាទអញ្ចឹងវីដេអូនេះគឺអាចជាគំនិតមួយបាទខ្ញុំនឹងធ្វើ detail ពាក់ព័ន្ធជាមួយនឹងចំណុចកន្លែងហ្នឹងឲ្យអ្នកទាំងអស់គ្នាអាចងាយយល់ជាងហ្នឹងណាក៏ប៉ុន្តែនេះជាវីដេអូទី1អញ្ចឹងយើងចូលទៅមើលបើសិនជាយើងចង់ទៅមើលទៅលើ position នៅក្នុងទូនាទីរបស់យើងមិនចូលទៅក្នុង website ហើយយើង check មើលទៅលើទូនាទីរបស់យើងឧទាហរណ៍ខ្ញុំជា engineer អញ្ចឹងខ្ញុំចូលទៅកន្លែង engineer អញ្ចឹងយើងទៅមើលលើ position ថាតើទូនាទីនៅក្នុងហ្នឹងមានអីខ្លះអញ្ចឹងវាត្រូវជាមួយនឹងយើងដែរឬក៏អត់មានន័យថាយើងរាល់ថ្ងៃហ្នឹងយើងចេះអីយើងធ្វើអីយើងនៅកន្លែងណាទីតាំងណាអញ្ចឹងណាអញ្ចឹងក្នុងនេះអ្នកទាំងអស់គ្នាអាចឃើញហើយគេដាក់មាន urgent មាន new អីចឹងទៅណាបាទមានន័យថាតួនាទីនេះពេលបច្ចុប្បន្នហ្នឹងគឺគេត្រូវការអ្នកដែលគាត់យកទៅគឺធ្វើតែម្ដងអញ្ចឹងណាអញ្ចឹងអ្នកទាំងអស់គ្នាត្រូវតែមាន experience ដែរត្រូវតែច្បាស់ជាមួយនឹងជំនាញរបស់យើងអញ្ចឹងណាភាគច្រើនយើងអាចចេះបានទាំងអស់ក៏ប៉ុន្តែភាពច្បាស់លាស់របស់យើងគឺនៅស្ទើរទាំងអស់ដូចគ្នាអញ្ចឹងណាបាទអូខេអញ្ចឹងនៅក្នុងនេះអ្នកទាំងអស់គ្នាអាចឃើញពីតួនាទីឧទាហរណ៍ដូច Senior Project Manager អញ្ចឹងទៅឬក៏ Senior QS អញ្ចឹងទៅបាទអញ្ចឹងសួរថាតើយើងនៅកន្លែងណាអញ្ចឹងនេះគ្រាន់តែជាការ detail មួយឯងមានន័យថា requirement របស់គេដើម្បីធ្វើ position មួយហ្នឹងគេត្រូវគេការអីគេខ្លះអញ្ចឹងអ្នកទាំងអស់គ្នាអាចចូលទៅមើលនៅក្នុងហ្នឹងបានអញ្ចឹងមានន័យថាពាក់ព័ន្ធជាមួយនឹងតួនាទីយើងអាចដឹងថាយើងទៅរកនៅកន្លែងណាយើងអាចទៅមើលនៅកន្លែងណាក៏ប៉ុន្តែអ្វីដែលពិបាកមានន័យថាអ្នកទាំងអស់គ្នាត្រូវទៅតួនាទីមួយហ្នឹងដោយវិធីណាណោះអាហ្នឹងគឺបានពិបាកអញ្ចឹងណាអញ្ចឹងខ្ញុំនឹងធ្វើវីដេអូបន្តបន្ទាប់និយាយអំពីរបៀបនៃការទៅធ្វើវាយកវាដោយវិធីណាតែពិតឲ្យតែយើងអាចរៀបចំបានយើង ready សម្រាប់ខ្លួនឯងដើម្បីទទួលយក position មួយហ្នឹងណាគឺអត់អីពិបាកឯងគ្រាន់តែថាវាត្រូវការពេលវេលាវាត្រូវការយើងរៀនណាដើម្បីមានចំណេះដឹងទៅយកវាអញ្ចឹងណាអញ្ចឹងបើសិនជាឧទាហរណ៍ថាខ្ញុំយកវាមក list ជាតារាងអ្នកនរគ្នាត្រូវចេះធ្វើតារាងខ្លួនឯងតារាងហ្នឹងមានន័យថាបើទូនាទីនេះប្រាក់ខែវាគឺប្រហែលប៉ុណ្ណេះអញ្ចឹងបើទូនាទីមួយនេះប្រាក់ខែវាប្រហែលប៉ុណ្ណេះអញ្ចឹងសួរថាតើយើងនៅទូនាទីមួយណាអ្នកនរគ្នាត្រូវដឹងមិនអាហ្នឹងគឺដឹងខ្លួនឯងថាយើងរាល់ថ្ងៃនៅណានៅជា site manager ឬក៏អីចឹងទៅណាអញ្ចឹង rank ប្រាក់ខែយើងប៉ុណ្ណាអញ្ចឹងណាអញ្ចឹងសួរថាតើយើងពេញចិត្តនៅអ្វីដែលយើងមាននឹងហើយឬនៅតែបើសិនជាអ្នកនរគ្នាមិនទាន់ពេញចិត្តតើយើងត្រូវធ្វើយ៉ាងម៉េចទៀតអញ្ចឹងបើយើងពេញចិត្តហើយអូខេយើងនៅ stay នៅកន្លែងហ្នឹងគឺជាអាជីពហើយជំនាញរបស់យើងហើយយើងត្រូវការប៉ុណ្ណឹងគឺ enough សម្រាប់យើងគឺក៏អូខេដែរក៏ប៉ុន្តែអ្នកទាំងអស់គ្នាត្រូវដឹងថាយើងគួរតែ update ទៅមុខមិនអញ្ចឹងណាអូខេអញ្ចឹងចំណុចមួយទៀតដែលខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាពិចារណានោះគឺខ្ញុំឧទាហរណ៍ថាឥឡូវខ្ញុំយករូបភាពនេះមួយខ្ញុំបានដាក់តួនាទីជា step អញ្ចឹងអ្នកទាំងអស់គ្នាត្រូវចេះរៀបខ្លួនឯងដូចគ្នាមានន័យថាយើងចង់ទៅដល់កន្លែងណាបើសិនជាយើងអត់បានកំណត់ខ្លួនឯងថាយើងចង់ទៅកន្លែងណាទេច្បាស់ណាស់ពីមួយឆ្នាំទៅមួយឆ្នាំយើងកាន់តែចាស់ទៅអញ្ចឹងសួរថាតើអ្វីដែលយើងពេញចិត្តអ្វីដែលយើងចង់បានអញ្ចឹងយើងអាចនឹងពិចារណាមួយទៀតថាយើងប្រហែលជាទៅមិនរួចទេយើងមានចំណេះដឹងប៉ុណ្ណឹងយើងគួរតែនៅប៉ុណ្ណឹងអញ្ចឹងណាក៏ប៉ុន្តែអ្នកនរគ្នាត្រូវចាំថាគ្មានអ្វីដែលយឺតសម្រាប់យើងទេគ្រាន់តែថាពេលខ្លះគឺយើងមិនទាន់បានរៀបជាផ្លូវតួនាទីខ្លីសម្រាប់យើងនេះអញ្ចឹងណាអញ្ចឹងវីដេអូនេះគឺខ្លីទេគឺចង់បង្ហាញអំពីអ្នកនរគ្នាថាតើយើងនៅកន្លែងណាយើងត្រូវទៅណាអញ្ចឹងយើងចេះគូសខ្លួនឯងបាទចេះគូសខ្លួនឯងណាដូចខ្ញុំដែរគឺខ្ញុំពេលខ្ញុំធ្វើក៏ខ្ញុំគូសខ្លួនឯងដែរខ្ញុំគិតថាខ្ញុំចង់បានទៅណាទៅកន្លែងណាអញ្ចឹងណាអញ្ចឹងបើសិនជាអ្នកនរគ្នានៅ position ជា site អ្នកនរគ្នាចង់ទៅជាអ្នកម៉ៅការអញ្ចឹងអ្នកនរគ្នាត្រូវឆ្លងកាត់អីគេខ្លះ
Chẳng á nè khác có bị sai hay có trên mai cá hay có tự lọc màu từ cao vinh dưới vơ chung chẳng đó nè chung cá đời xa tại thành lập hiệp tu tứឬcó chùm này đằng vì bẹ bọn cái ta chỉ chờ chẳng này đã có chụp to còn đừng vô chụp bà vì chùm này đằng này chẳng á chẳng tầng ở nó có trong thua trâu đôi kia còn là thám np để dương vô mà đo còn lại hai chân dương đằng thảo plei dương bị muốn đa khó thoảng nào là chẳngខ្ញុំក៏ធ្វើវីដេអូនៅក្នុងការចែករំលែកចឹងទៅបាទបន្ទាប់ពីអ្នកទាំងអស់គ្នាអាចគូសចេះហើយអ្នកទាំងអស់គ្នាត្រូវតែមានតារាងមួយទៀតដែលជួយឲ្យជំរុញទឹកចិត្តរបស់យើងអញ្ចឹងណាអ្នកទាំងអស់គ្នាត្រូវដឹងថាតួនាទីមួយវាត្រូវការ experience ខ្ញុំឧទាហរណ៍ផ្លូវតែមួយទេមានន័យថាបើសិនជាអ្នកទាំងអស់គ្នាអាយុ25ឆ្នាំអ្នកទាំងអស់គ្នាធ្វើការជា site engineer អញ្ចឹងអ្នកទាំងអស់គ្នាដើម្បីចង់បានទៅជា site manager អ្នកទាំងអស់គ្នាចំណាយពេលធ្វើ site manager ហ្នឹងយ៉ាងហោចណាស់ក៏3ឆ្នាំទៀតដែរអញ្ចឹងអ្នកទាំងអស់គ្នានឹងអាយុ28ហើយអញ្ចឹងអ្នកទាំងអស់គ្នានឹងបានប្រាក់ខែប្រហែលប៉ុណ្ណេះខ្ញុំឧទាហរណ៍ណាអានេះគឺយើងនិយាយអំពីផ្លូវទូទៅស្ថានភាពទូទៅនៃទូនីតិរបស់យើងនៅក្នុងប្រទេសរបស់យើងអញ្ចឹងបន្ទាប់មកបើសិនជាយើងចង់បានទៅជា project manager យើងត្រូវចំណាយពេល5ឆ្នាំដើម្បីធ្វើ project manager ទៀតយើងអាយុ33ខ្ញុំឧទាហរណ៍ថា30ជាងអញ្ចឹងចុះ30ជាងអ្នកទាំងអស់គ្នាមានប្រាក់ខែរែងប៉ុណ្ណេះអញ្ចឹងសំរុំសម្រាប់ជីវិតរបស់យើងហើយនៅបើសិនជាសំរុំរឿងនឹងសំរុំសម្រាប់ជីវិតរបស់យើងហើយអូខេយើងនៅ stay ទូនីតិនេះរហូតដល់មានឱកាសណាមួយយើងម៉ៅការមិនអញ្ចឹងណាអញ្ចឹងអ្នកទាំងអស់គ្នាបើធ្វើតាម step ខ្ញុំគិតថាការម៉ៅការមិនត្រឡប់ទៅមុខទៅក្រោយទេក៏ប៉ុន្តែដោយសារតែយើងពេលខ្លះយើងផ្លោះអញ្ចឹងទៅយើងអាចនឹងមានពេលដែលសំណាងល្អអូខេយើងជោគជ័យតែបើសំណាងយើងមិនល្អយើងបរាជ័យយើងត្រឡប់មកវិញក៏ប៉ុន្តែมันមានអ្វីដែលជារឿងស្ដាយក្រោយទេគ្រាន់តែថាយើងបាន experience ថ្មីហើយយើងខាតពេលវេលាអញ្ចឹងណាអញ្ចឹងអ្នកទាំងអស់គ្នានៅក្នុងតារាងមួយនេះគ្រាន់តែបង្ហាញអំពីអាយុរបស់យើងទេយើងត្រូវគិតថាអូឥឡូវយើងអាយុប្រហែលហើយយើងនៅទូនាទីណាប្រាក់ខែយើងបានប៉ុណ្ណាតែយើងចង់បានប៉ុណ្ណាទៀតអញ្ចឹងអាចង់បានហ្នឹងអាតារាងមួយហ្នឹងដែលបង្ហាញអំពីទឹកចិត្តរបស់យើងអំពីកម្លាំងរបស់យើងដែលយើងត្រូវតទៅមុខទៀតអញ្ចឹងវីដេអូបន្ទាប់ខ្ញុំនឹងនិយាយអំពីdetail នៅកន្លែងចំណុចមួយហ្នឹងព្រោះដើម្បីកុំឲ្យអ្នកទាំងអស់គ្នាខាតពេលដូចខ្ញុំនៅពេលដែលខ្ញុំខាតពេលហើយខ្ញុំអត់ចង់ឲ្យអ្នកទាំងអស់គ្នាខាតពេលដូចគ្នាទេដើម្បីទៅដល់ទូនាទីមួយប្រាក់ខែមួយដែលយើងចង់បានតើយើងត្រូវធ្វើយ៉ាងម៉េចឲ្យវាលឿនអញ្ចឹងណាដើម្បីគេដើម្បីនៅពេលដែលយើងលឿន experience យើងច្រើនអាយុយើងក្មេងយើងនឹងមានឱកាសជាច្រើនអូខេអញ្ចឹងវីដេអូនេះគឺខ្លីសម្រាប់អ្នកទាំងអស់គ្នាអរគុណ